សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំឆាក្រុមសមុទ្រជាមួយនឹងគ្រឿងការីនៅនេះគេហៅថា Masos អញ្ចឹងមុននឹងបងប្អូនយកក្រុមសមុទ្រនឹងទៅឆាតើបងប្អូនដែរយកអាកន្លែងនេះចេញអត់អាកន្លែងនេះខ្ញុំមិនដឹងថាពុះឬមួយក៏អាចវាទេប៉ុន្តែនៅពេលដែលយើងធ្វើទៅយកឲ្យបានយកចេញវាធ្វើឲ្យម្ហូបរបស់យើងនេះគឺវាធំក្លិនរៀងឆ្អាបប៉ុន្តែបើសិនជាបងប្អូនយកចេញគឺថាអត់មានក្លិនឆ្អាបទេគឺឆ្ងាញ់តែម្ដងឥឡូវនេះគឺយើងដាក់ខ្ទះឲ្យក្តៅហើយខ្ញុំចាក់ជាមួយនឹងប្រេងអូលីវហើយខ្ញុំដាក់ជាមួយនឹងគ្រឿងការីអញ្ចឹងដោយសារតែនៅនេះគឺមានតែគ្រឿងការីដែលគេលក់ស្រាប់គឺខ្ញុំអត់បានធ្វើខ្លួនឯងទេអាហ្នឹងគឺបោះថៃបងប្អូនអាចប្រើពណ៌ក្រហមក៏បានប្រើពណ៌លឿងក៏បានស្រេចតែចំណូលចិត្តបងប្អូនរួចហើយយើងបំពងគ្រឿងការីនឹងឲ្យឈ្ងុយបន្ទាប់ពីឈ្ងុយមកគឺយើងដាក់ជាមួយនឹងក្រុមរបស់យើងចូលហើយយើងដាក់ជាមួយនឹងខ្ទឹមបារាំងតែម្ដងហើយខ្ទឹមបារាំងនេះបងប្អូនរើសយកអាផ្អែមទៅយកមកធ្វើម្ហូបឆ្ងាញ់យើងដាក់បន្លែចូលតែម្ដងរួចហើយគឺយើងថែមជាមួយនឹងគ្រឿងតែម្ដងដូចជាស្ករហើយជាមួយនឹងទឹកប្រេងខ្យងហើយបងប្អូនដាក់ជាមួយនឹងម្សៅស៊ុបរ៉ូឌីបន្តិចទៅហើយបងប្អូនមិនបាច់ប្រើអំបិលទេដោយសារតែគ្រឿងការីនៅនេះគឺវាមានជាតិកាពិឬមួយក៏ជាតិប្រៃនឹងខ្លាំងមែនទែនអញ្ចឹងបងប្អូនឆាហ្នឹងគឺភ្លក់សិនទៅហើយយើងឆាខ្ទឹមបារាំងនេះគឺឆាតែមួយស្លាប់ទេហើយដោយសារតែក្រុមនេះគឺវាឆ្អិនម្ដងរួចហើយអញ្ចឹងនៅពេលដែលបងប្អូនឆាគឺបងប្អូនមិនឆាយូរទេធ្វើមិនឲ្យខ្ទឹមបារាំងយើងឆ្អិនមកល្មមឆ្ងាញ់ប៉ុណ្ណាគឺបងប្អូនលើកចេញទៅចាអញ្ចឹងគឺតែប៉ុណ្ណេះទេលឿនហើយឆ្ងាញ់ទៀតបងប្អូននេះមុខម្ហូបរបស់ខ្ញុំគឺរួចរាល់ហើយគឺមានតែប៉ុណ្្នឹងឯងបងប្អូនអាចសាកល្បងធ្វើបានចាសូមអរគុណ